8 ខែធ្នូ22 25ខ្ញុំនៅក្រៅសុខកំពុងកាត់ទុកនឹកស្ដាយហេតុអ្វីបានពូសៀមចងរៃលុបបហាពួកយើងចង់ឲ្យយើងអន់ត្រាយគេចង់បំបាក់ពួកយើងឲ្យបែកឆាត់ឆាយតែវាមិនអាចទៅរួចយើងមានកម្លាំងសាមគ្គីដ៏រឹងមាំស៊ូទ្រាំដើម្បីឈ្នះយកឈ្នះលើពួកមាតែចូលមកយាយយើងគ្រប់ពេលវេលាខ្ញុំមិនទៅដល់បងប្អូនដែលរត់គេចគ្រប់គ្នាហើយតែអាណិតដូចជាតាពុំមិញមៀព្រមទាំងបងប្អូនដែលជប់ទុកទំទួនឃើញរូបភាពបែបហ្នឹងបោចបេះដូងខ្ញុំមករួនតើត្រង់ដល់ពេលណាខ្ញុំថាធំដល់ពេលប្រយុទ្ធទល់មុខពួកយើងរៀបក្បួនសាមគ្គីថ្លុងមួយដល់ចំណុចដែលអ្នកដែលត្រូវការសម្លេចទឹកចិត្តអ្នកមួយផងណាទៅដល់បងកងតបជួមុខពួកគាត់កំពុងជួយជើងត្រៀមខ្លួនចាំវីបោះសម្រុកពួកយើងមិនរៀតថយបើវាសិនហ៊ានចូលមកជាតិយំដងហើយម្ដងទៀតយើងវាចោលមិនខំទេបើមិនគ្រប់កិច្ចពំព្រៀងសន្តិភាពប្រយុទ្ធដើម្បីការពារជាតិមាតុភូមិខ្មែរយើងឲ្យគង់វងទីថ្ងៃមកខ្ញុំលើកដៃបួងសួងសូមឲ្យបងប្អូនខ្មែរយើងទាំងអស់គ្នាជួបតែសេចក្តីសុខថ្ងៃទី8 ខែធ្នូ22 25ខ្ញុំនៅក្រៅសុខកំពុងកាត់ទុកនឹកស្ដាយហេតុអ្វីបានពូសៀមចងរៃលុបបហាពួកយើងចង់ឲ្យយើងអន់ត្រាយគេចង់បំបាក់ពួកយើងឲ្យបែកឆាត់ខ្ចាយតែវាមិនអាចទៅរួចយើងមានកម្លាំងសាមគ្គីដ៏រឹងមាំស៊ូទ្រាំដើម្បីឈ្នះយកឈ្នះលើពួកមាដែលចូលមកយាយយើងគ្រប់ពេលវេលា We all support products of Cambodia we check good the right before we bite for we make in Cambodia you all must be support everybody ตัวระบบตัวเธอในสมิตตักนายโยตัวสเตมาว่าใส่ในเรือโอโมโมรนายโนថ្ងៃទី8 ខែធ្នូ22 25ខ្ញុំនៅក្រៅសុខកំពុងកាត់ទុកនឹកស្ដាយហេតុអ្វីបានពូសៀមចងរៃលុបបហាពួកយើងចង់ឲ្យយើងអន់ត្រាយគេចង់បំបាក់ពួកយើងឲ្យបែកចាត់ចាយតែវាមិនអាចទៅរួចយើងមានកម្លាំងសាមគ្គីដ៏រឹងមាំស៊ូទ្រាំដើម្បីឈ្នះយកឈ្នះលើពួកមាដែលចូលមកយាយយើងគ្រប់ពេលវេលាខ្ញុំមិននឹកដល់បងប្អូនដែលរត់គេចគ្រប់គ្នាហើយតែអាណិតដូចជាតាពុំមិញមៀព្រមទាំងបងប្អូនដែលជប់ទុកទំទួនឃើញរូបភាពបែបហ្នឹងបោចបេះដូងខ្ញុំមករួនតើនៅត្រង់ដល់ពេលណាខ្ញុំថាត្រង់ដល់ពេលប្រយុទ្ធទល់មុខពួកយើងរៀបក្បួនសាមគ្គីថ្លុងមួយដល់ចំនួនអ្នកដែលត្រូវការសម្លេចទឹកចិត្តម្នាក់មួយផងណាទៅដល់បងកងតបជួមុខពួកគាត់កំពុងជួយជើងត្រៀមខ្លួនចាំវីបោះសម្រុកពួកយើងមិនរៀតថយបើវាសិនហ៊ានចូលមកជាតិយំដងហើយម្ដងទៀតយើងវាចោលមិនខុសទេបើមិនគ្រប់កិច្ចពំព្រៀងសន្តិភាពប្រយុទ្ធដើម្បីការពារជាតិមាតុភូមិខ្មែរយើងឲ្យគង់វងទីថ្ងៃមកស្ដាប់ខ្ញុំមិនតន់ខ្ញុំមិនឡំចូលរួមទាំងអស់គ្នាសូមគំនៅរុញរីព្រោះយើងជាប្រជាការពារជាតិយើងដែលរំទុកវេទនាសម្ដែងរបស់ខ្ញុំនឹងលឺដល់គ្រប់គ្នាក្នុងគ្រាដ៏លំបាកយើងគួរតែផ្អាកពេលការតំណែងថៃឲ្យតម្លៃតំណែងខ្មែរគាំទ្រផលិតផលជាតិព្រោះយើងជាកូនខ្មែរទោះជំងឺមួយនេះយើងពិបាកមើលថែក៏យើងនឹងអ្នកចូលរួមពេលការផងដែរយើងលើកស្ទួយផលិតផលក្នុងស្រុកឲ្យដូចស្រុកគេបិទចរន្តសេដ្ឋកិច្ចវាកុំឲ្យនាំចូលមហោហែកុំប្រើផលិតផលពួកវាទុកឲ្យវានៅទៅស្លាយពួកយើងចំចាយខ្លួនឯងកុំឲ្យវាចូលមកនៅក្បែរកុំឲ្យវាចូលមកនៅក្បែរ